ក្រិតកម្ម scam នេះបងប្អូនដឹងហើយនៅកម្ពុជា scam នេះវាស៊ីរូងដល់ដំបូលបងប្អូនក៏ដឹងដែរវាស៊ីរូងដល់ដំបូលប្រាក់ចំណូលពណ៌ប្រផេះដែលវាហូរចូលក្នុងហោប៉ៅគ្រប់ជាន់ថ្នាក់ណាបើវាហូរចូលក្នុងហោប៉ៅគ្រប់ជាន់ថ្នាក់វាមានចំនួនច្រើនលើសលប់វាមិនងាយនឹងរាជការនៅកម្ពុជាដោះស្រាយរឿង scam នឹងទេពីព្រោះ scam ហ្នឹងវាដេកសំដួលរមូលសំក្រិចប្រជាជនខ្លះក៏លោកយល់ឃើញថា scam ហ្នឹងវានាំចំណូលឲ្យគាត់ចំណែករាជការគ្រប់ជាន់ថ្នាក់ក៏វាបានទទួលចំណូលពី scam អញ្ចឹងពីបាតក្រោមដល់ដំបូលពីដំបូលចុះដល់បាតក្រោមមិនងាយដោះស្រាយទេហ្នឹងកម្ពុជាចុះ Thailand វិញដូចគ្នាបងប្អូនពីដំបូលរហូតទៅដល់ជាន់ក្រោមពីបាតក្រោមឡើងដល់ដំបូលគឺសត្វតែពាក់ព័ន្ធនឹង scam អញ្ចឹងប្រទេសទាំងពីរហ្នឹងជាភូមិសាស្ត្រ scam មិនងាយដោះស្រាយទេវាទាល់តែអាមេរិកកាំងឡូឡាសួរថាអាមេរិកកាំងឡូឡាទេរឿង scam ហ្នឹងអត់ទាន់ដឹងទេពីព្រោះលោកប្រធានាធិបតីដូណាល់ត្រាំគាត់គិតគូររឿងផ្សេងតែរឿង scam ហ្នឹងតិចតួចទេរឿងអាមេរិកកាំងបង្កទ្រព្យសម្បត្តិ $15,000 លានរបស់ឈិនជឺនៃ Prince Group ខ្ញុំអត្ថាធិប្បាយជូនបងប្អូនហើយថាអាមេរិកកាំងនឹងមិនចោទប្រកាន់រាជការកម្ពុជាឬក៏រាជការថៃថាពាក់ព័ន្ធនឹងចោរកម្មឧក្រិដ្ឋកម្ម scam ទេមានន័យថាអាមេរិកកាំងមិនចោទប្រកាន់រាជការកម្ពុជាអាមេរិកកាំងមិនចោទប្រកាន់រាជការសៀមថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម scam ទេទោះបីដឹងក៏ដោយក៏អត់ចោទប្រកាន់ដែរពីព្រោះទុករាជការកម្ពុជានិងរាជការសៀមធ្វើមុខរបរផ្សេងរីឯការបង្កក$15,000 លានខ្ញុំស្រាវជ្រាវទៅគឺជាការបង្កកណាគឺជាការបង្កកដែលមានគោលដៅពីរគោលដៅទី1អាមេរិកកាំងដឹងថាទ្រព្យសម្បត្តិនោះមានជាប់តាក់ទងនឹងទ្រព្យសម្បត្តិរបស់ស៊ីឆាវឆាវទ្រព្យសម្បត្តិរបស់ស៊ីឆាវឆាវដែលទ្រព្យសម្បត្តិរបស់ស៊ីឆាវឆាវនោះគឺជាបងស្រីរបស់ស៊ីជីនពីងឬក៏ប្អូនស្រីតាមពិតខ្ញុំទៅមើលទៅដូចបងស្រីជាបងស្រីរបស់ស៊ីជីនពីងអញ្ចឹងការបង្កកទ្រព្យនេះគឺធ្វើឲ្យចិនរសើបនឹងមួយគោលដៅអាមេរិកគោលដៅទី2អាមេរិកកាំងមិនសូវចូលចិត្តចាប់មនុស្សដាក់គុកទេអាមេរិកកាំងចូលចិត្តយកលុយដាក់កប៉ាល់អញ្ចឹងការបង្កក$15,000 លានហ្នឹងគឺទី1ធ្វើឲ្យរហែកហោប៉ៅរបស់ស៊ីឆាវឆាវដែលជាបងស្រីរបស់ស៊ីជីនពីងហើយនឹងធ្វើឲ្យបានលុយដាក់ហោប៉ៅរីឯការចោទប្រកាន់រាជការកម្ពុជាឬក៏រាជការថៃអាមេរិកមិនធ្វើទេអាមេរិកចងក្រងសំណុំរឿងតែអត់ធ្វើទេអត់ធ្វើទេអាមេរិកអត់ធ្វើទេពីព្រោះទុករស់ស៊ីផ្សេងទៀតអញ្ចឹងតើអាមេរិកនឹងទៀមទាគៀបសង្កត់ឲ្យបង្ក្រាប scam នៅកម្ពុជានៅ Thailand ឬទេ
យើងអត់ទាន់ដឹងទេចាំមើលនយោបាយអាមេរិកតទៅទៀតអាហ្នឹងអញ្ចឹងងាកទៅលោកត្រាំវិញបើសិនថៃវាមិនផ្ទុះអាវុធទេជាមួយហ៊ុនសែនហើយវាចេះតែនិយាយថាវាធ្វើកិច្ចការតាមប្រកាសរួមហើយវាអ្នកដាក់លក្ខខណ្ឌបងប្អូនដឹងហើយថាសៀមវាចាញ់ហ៊ុនសែនវាចាញ់ហ៊ុនសែនឡើងប៉ោងខោអញ្ចឹងដោយសារសៀមវាចាញ់ហ៊ុនសែនទើបសៀមវាខំប្រឹងដាក់លក្ខខណ្ឌវាក៏ធ្វើកិច្ចការទៅតាមក្បាលចិត្តរបស់វាពីព្រោះវាអ្នកចាញ់ហ៊ុនសែនចំណែកហ៊ុនសែនជាអ្នកឈ្នះត្រូវធ្វើតាមលក្ខខណ្ឌរបស់សៀមបើមិនធ្វើតាមលក្ខខណ្ឌរបស់សៀមវាធ្វើខ្លួនវាហ៊ុនសែនស្រែកថាដោះមីនដោះជាមួយគ្នាវាយកគូតវាស្ដាប់វាចង់ប្រាប់តែឯងស្អីឯងមិននាយករដ្ឋមន្ត្រីណាឯងស្អីឯងនិយាយទៅសម្រាប់តិចនៅក្នុងស្រុកស្ដាប់តែអញអត់ស្ដាប់អញយកគូតស្ដាប់ឯងធ្វើអីអញព្រោះអញអ្នកចាញ់ណាអញជាអ្នកចាញ់អញតែងមានលក្ខខណ្ឌចំណែកឯងអ្នកឈ្នះបើឯងធ្វើតាមអញធ្វើតែឯងដូច្នេះដរាបណាមិនផ្ទុះសង្គ្រាមមិនផ្ទុះអាវុធសៀមវានឹងប្រាប់ទៅអាមេរិកវាថាអូវាធ្វើការហើយអញ្ចឹងវាធ្វើហើយ4ចំណុចបានសេចក្តីថាវាបណ្ដែតបានគ្រប់ពេលហើយបើហ៊ុនសែនចង់ឲ្យប្រជាជនខ្មែរអរគុណសន្តិភាពធ្វើបន់7យប់7ថ្ងៃក៏វាមិនឈឺក្បាលពីព្រោះសៀមវាដឹងច្បាស់ថាសន្តិភាពឬមិនសន្តិភាពវាស្រេចអញអ្នកចាញ់ទេអាអ្នកចាញ់វាកំណត់សន្តិភាពឲ្យហ៊ុនសែនចំណែកហ៊ុនសែនអ្នកឈ្នះអបអរសន្តិភាពតាមចិត្តចោះតែមិនអាចកំណត់សន្តិភាពបានទេសៀមវាអ្នកកំណត់សន្តិភាពឲ្យហ៊ុនសែនអញ្ចឹងចក្រពងភូវនាថជាមួយនឹងស្ដេចសែនយុទ្ធសាស្ត្រវាបន្តរាប់ឆ្នាំទៅមុខទៀតសន្តិភាពបងប្អូនណាជឿថាវានឹងមកដល់ក៏ជឿបងប្អូនណាគិតយ៉ាងម៉េចក៏ស្រឡាញ់ចិត្តថៃវាថាអញអ្នកចាញ់ប៉ុន្តែអញអ្នកកំណត់សន្តិភាពឲ្យឯងលោកហ៊ុនសែនក៏ប្រាប់ថាយើងឈ្នះហើយណាអញ្ចឹងយើងគិតរស់ស៊ីលក់អាក្រោះអីចឹងទៅយើងត្រូវតែរៀបចំពិធីអបអរអរគុណសន្តិភាពពីព្រោះសន្តិភាពវាមានតម្លៃខ្ពស់ណាស់ប្រជាជននៅថៃហើយនិងប្រជាជននៅកម្ពុជាអាស្រ័យតាមការយល់ឃើញរៀងខ្លួនណាបាទអាហ្នឹងអញ្ចឹងខ្ញុំឆ្លើយឆ្លងមួយប្រិមិត្តបន្តិចតង់មិញចម្លើយចៅតង់មិញអ្វីដែលតាបានអធិប្បាយចៅស្ដាប់ហើយពិចារណាទៅចម្លើយនៅក្នុងហ្នឹងហើយកូនអូខេហ៊ូតពឹងសុខសប្បាយម៉ាលីភឿងសុខសប្បាយកូនប្រសាប្រូកាន់រដ្ឋធម្មនុញ្ញឆ្នាំ1947យកគំរូតាមរដ្ឋធម្មនុញ្ញបារាំងតែមិនយកទាំងអស់ទេយកមួយចំនួនយកមកធ្វើជាក្របខ័ណ្ឌក្នុងការតាក់តែងរដ្ឋធម្មនុញ្ញដល់ហើយទៅក៏រៀបចំឲ្យទៅជារដ្ឋធម្មនុញ្ញតាក់តែងរបបដែលដំបូងគេហៅថា
ព្រះរាជាប្រទាននៅក្នុងបបបទនៃរដ្ឋធម្មនុញ្ញឆ្នាំ1947គឺមិនមែនរដ្ឋធម្មនុញ្ញនោះតាក់តែងបង្គាប់ដោយអង្គសភាធម្មនុញ្ញទេគឺជាការតាក់តែងដែលព្រះមហាក្សត្រនៃប្រទេសកម្ពុជាទ្រង់សពព្រះរាជហឫទ័យរាជប្រទានរដ្ឋធម្មនុញ្ញឲ្យប្រជានុរាស្ត្រខ្មែរប្រើប្រាស់ក៏คล้ายជាស្វ័យប្រវត្តិទៅនឹងរដ្ឋធម្មនុញ្ញរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញជា constitutional monarchy តែរដ្ឋធម្មនុញ្ញឆ្នាំ1947អង្គការកាន់អំណាចនៅប្រទេសកម្ពុជាមិនមែនជាអ្នកត្រួតត្រាលើស្ដេចទេរីឯរដ្ឋធម្មនុញ្ញឆ្នាំ1993វាខុសគ្នាពីឆ្នាំ47ពីព្រោះអង្គការកាន់អំណាចត្រួតត្រាលើស្ដេចខុសគ្នាប៉ុណ្ណឹងណា broken អូខេPolishទោះបីយ៉ាងណាក៏នៅប្រទេសថៃនោះលិចលង់ច្រើនណាស់ទឹកមិនស្រកសោះណាមួយទំនប់ក៏ត្រូវបង្ហូរចេញផងភ្លៀងនៅកម្ពុជាយើងមិនទាន់ផ្ដល់នៅការលំបាកខ្លាំងក្លាទេអញ្ចឹងក៏យល់ល្អយើងចេះតែទិញទូកស្នោតូចសំប៉ែតណាមានច្រវាទូកសំប៉ែតហ្នឹងគឺដើម្បីកាលណាទឹកត្រឹមពាក់កណ្ដាលផ្លូវអីយើងអាចក្បាលជង្គង់អីយើងអាចបដែតទូកនឹងបានទូកស្នោហ្នឹងកាលណាយើងអត់មានភ្លៀងទេយើងផ្អៀងវាទៅយើងចងជាប់នឹងជាងផ្ទះទៅដល់មានការអីយើងមានទូកហើយស្រេចយោបល់ខ្ញុំគួរមានទូកហ្នឹងពីព្រោះបទចម្រៀងមួយដល់ពេលរស់គេហៅអីជិះទូកលេងតាមគង្គគានាំគ្នាដើរលេងក្រុងភ្នំពេញអាហ្នឹងយើងក៏មានទូកហើយស្រេចជាជាងចំណាយម៉ូតូឬឡានឲ្យខូចពេលយើងជិះឆ្លងទឹកជន់លើផ្លូវណាចឹងរឿងទូកស្នោតូចនេះក៏បីមានគ្រប់កន្លែងដែលពិសោធន៍ឃើញថាមានទឹកលិចPedia Vietnam is buildingរឿងសង់ស្ពានពីដីគោកភាគខាងត្បូងវៀតណាមទៅកោះហ្វូកុកមិនបានប្លុកច្រកនាវាចេញចូលអនាគតព្រែកជីកហ្វូណនទេមិនទេហើយងាយយល់ទេយើងគ្រាន់តែទៅ Google ហើយយើងមើលផែនទី Google ក៏យើងយល់ដែរដូច្នេះការដែលមានការសង្ស័យឬបារម្ភអំពីស្ពានពីដីគោកមកហ្វូកុកនេះជារឿងរវើរវាយទេអូខេខ្ញុំនឹងលើករឿងគម្រោងវៀតណាមតាក់ទងនឹងហ្វូកុកនឹងមកនិយាយដើម្បីជម្រាបថាហ្វូកុកនឹងវាកំពុងតែអភិវឌ្ឍហ្នឹងប៉ុណ្ណឹងបាទបុនផាកៅសួស្ដីសំអឿនសុកឡាង Steven ចៃហុងតានិយាយរឿងវៀតណាមធ្វើផ្លូវកាត់សមុទ្រពីវៀតណាមទៅកោះត្រល់គេមិនហៅថាផ្លូវកាត់សមុទ្រទេពីព្រោះពីហាទៀងមកកោះត្រល់វាជា Bay Area វាជាចិត្តឆកមួយ
ដែលតកតងនឹងចូលទៅខាងឆក់កែបផងដែរមិនហៅតែសមុទ្រទេគាត់ថាស្ពេនឆ្លងមកកោះត្រល់ Phuket Island ប៉ុណ្ណឹងណាឆៃហុងកម្ពុជាតានិយាយពីរឿងយួនកំពុងតែចាក់ដីពីខេត្តហាទៀងទៅកោះត្រល់តើគោលបំណងយួនវាកំពុងធ្វើបាបប្រជាហ្វូណនឆ្លើយហើយកូនខាងលើណានឹងលើកយកមកនិយាយថែមទៀតអំពីផែនការយួនខ្ញុំដឹងរឿងហ្នឹងប៉ុន្តែឥឡូវនេះនិយាយទៅវាចាំនិយាយមករឿងឲ្យស្ដាប់បាទ CZ ក៏ឆ្លើយហើយឃើញយួនចុះផ្សាយច្រើនរឿងហ្នឹងបើគេចុះផ្សាយមានន័យថាគម្រោងហ្នឹងគេអនុវត្តហើយបាទ Nathi ប្រហែលខ្ញុំបាទជាទាហានប្រហែលជាខ្ញុំជាទាហាន18នាក់អូខេណាថាណេតរឿងហ្នឹងជារដូវកាលផងជាការប្រែប្រួលអាកាសធាតុផងបាទត្រូវទិញទូកជាជាងយកម៉ូតូទៅចលក់ក្នុងទឹកឲ្យខូចគួរណាស់តែសន្សំប្រាក់ចងម៉ូតូនោះណាមានកន្លែងចងព្យួរល្អជាជាងជិះកាត់ទឹកបងប្អូនអើយនៅពេលដែលបរទេសគេឃើញបងប្អូនជិះម៉ូតូកាត់ទឹកដោយសបាយបរទេសគេគិតថាបងប្អូនក្រីក្រមែនតែបងប្អូនឆោតល្ងងណាស់ក្រហើយបំផ្លាញខ្លួនឯងទៀតបងប្អូនអើយម៉ូតូមិនមែនគេផលិតសម្រាប់ជិះក្នុងទឹកទេដូច្នេះកាលណាបងប្អូនធ្វើដំណើរហើយទឹកវាលិចប្រញាប់បញ្ញាល់មកផ្ទះវិញហើយចងម៉ូតូព្យួរបើបងប្អូនក្រហើយបងប្អូនបំផ្លាញរបស់ប្រើប្រាស់ខ្លួនឯងបងប្អូនអើយកុំសង្ឃឹមថាបងប្អូនឆ្នាំ50ខ្លាយទៅជាអ្នកមាននោះណាឆ្នាំ50វាមិនធ្វើឲ្យបងប្អូនខ្លាយទៅអ្នកមានទេឆ្នាំ50វាធ្វើឲ្យបងប្អូនក្រវាគ្រាន់តែបងប្អូនមិនក្រទៅស្លៀកខោអាវរហែកបាយឬបបរវល់វែកវាមិនក្រអញ្ចឹងទេប៉ុន្តែវាធ្វើឲ្យបងប្អូនក្រអញ្ចឹងបើបងប្អូនរាប់ពីនេះទៅឆ្នាំ50វា20ឆ្នាំ25ឆ្នាំបើកូនចៅអាយុ25ឥឡូវនេះអញ្ចឹងបងប្អូនក៏ទៅជាអាយុ50ឆ្នាំពេលចូលអាយុ50ឆ្នាំគឺនៅក្នុងកាលអាយុនៃប្រទេសកម្ពុជាបងប្អូនធ្វើការសឹងតែលែងកើតហើយបានសេចក្តីថាជីវិតរបស់បងប្អូនគឺធ្លាក់ក្នុងរណ្ដៅក្រីក្របើបងប្អូនគ្រប់បច្ចុប្បន្នទៅដល់ឆ្នាំ50បងប្អូនលែងគ្រប់ហើយកុំដេកសម័យតាមហ៊ុនសែនឬក៏ហ៊ុនម៉ាណែតនិយាយគ្រាន់តែដើម្បីបំពេអារម្មណ៍បើកូនក្មួយអាយុ25ឥឡូវហើយអត់គិតខំប្រឹងប្រែងឆ្នាំ50កូនក្មួយក្រជាងឆ្នាំនេះវាមិនមែនកូនក្មួយស្លៀកខោរហែកអាវរហែកហើយបាយវល់វែកទេក៏ប៉ុន្តែវាក្រហើយនៅពេលដែលកូនក្មួយអាយុ25នៅពេលនេះវាក្រនៅពេលឆ្នាំ50ក្រជាងនេះកូនដែលកើតមកពីកូនក្មួយវានឹងក្រជាងម៉ែឪវាគ្មានលំដាប់បន្តពូជណាដែលអាចទៅធ្វើឲ្យមានបានទេចំណែកហ៊ុនសែនហ៊ុនម៉ាណែតគាត់អត់ក្រទេគាត់មិនបាច់រកស៊ីធ្វើការអីទេពីព្រោះប្រទេសកម្ពុជាជារបស់គ្រួសារគាត់លក់ដូរយកលុយដាក់ហោប៉ៅរាល់ពេលតាំងពី93មករហូតដល់ឥឡូវណាស្អីស្រេចតែគាត់អញ្ចឹង10លានជាតិទៀតក៏ពួកគាត់មិនក្រចំណែកអ្នករកស៊ីដូចជាសេដ្ឋីធំជីបម៉ងវឌ្ឍនៈអីណាលីយ៉ុងផាត់លីយ៉ុងផោមអី
កុកអានប៉ោត្រីពូគងត្រីអីអ្នកណាក៏ដោយអត់គេរកស៊ីណាសក់គង់អីចឹងគេមិនក្រទេពីព្រោះគេអត់គិតដូចបងប្អូនទេគេអត់គិតដូចបងប្អូនទេណាគេអត់គិតទេអញ្ចឹងបងប្អូនណាដែលជឿអន្លង់អន្លោចសម័យតែឆ្នាំ50ទៅជាអ្នកមានខ្ញុំជេមសុកមុននឹងងាប់លាចាកលោកនេះទៅប្រាប់ថាជីវិតបងប្អូននឹងក្រជាងឆ្នាំ25នេះនឹងលំបាកជាងឆ្នាំ25នេះហើយការបន្តពូជរបស់បងប្អូនអត់បានជោគជ័យទេខ្ញុំអ្នកនិយាយបានជាខ្ញុំចេះតែអំពាវនាវឲ្យបងប្អូនបំបត្តិភាពស៊ីជោសន្សាយសន្សំដើម្បីរៀនរកសន្សំវិនិយោគហើយមិញហ្នឹងគឺនិយាយថាបើមានម៉ូតូហើយភ្លៀងវាធ្លាក់លិចបញ្ញាមកផ្ទះចងម៉ូតូព្យួរដើម្បីឲ្យស្រស់ទឹកបើបងប្អូនមានរថយន្តហើយដឹងថាតាមផ្លូវវាចែងតែលិចទឹកស្ដាប់ការផ្សាយនៃអូតូនិយមបញ្ញាមកផ្ទះវិញហើយគួរធ្វើចាក់ស៊ីម៉ង់ចាក់បេតុងឬក៏ធ្វើកំណល់យ៉ាងណាឲ្យបានកម្ពស់ប្រហែលជា6ដេស៊ីម៉ែត្រអីទៅហើយបងប្អូនខំប្រឹងបើកឡានហ្នឹងថ្នមឡើងលើអាកំណល់ហ្នឹងបាទកំណល់យើងអាចធ្វើបានជាកំណល់ចល័តក៏អាចធ្វើបានដែរយើងសន្សំលុយទៅយើងចងក្រងកំណល់ចល័តដូចយើងជាងឡានគេធ្វើកំណល់កឡានចឹងណាបើបាន5ដេស៊ីម៉ែត្រកន្លះម៉ែត្រយើងឡើងឡានទៅទឹកតែឡើងមកយើងអាចឡានយើងវាអត់ខូចម៉ាស៊ីនណាបងប្អូនអើយគ្រឿងចាក់ទាំងអស់គេមិនផលិតសម្រាប់លុយទឹកទេនៅពេលបរទេសដែលគេមានខួរក្បាលគេមើលឃើញខ្មែរយើងបើកឡានកាត់ទឹកជិះម៉ូតូកាត់ទឹកឡើងសបាយគេថាជនជាតិនេះគឺជាទីផ្សាររបស់គេពីព្រោះអីពីព្រោះយើងបំផ្លាញហៅប៉ៅយើងបំផ្លាញលុយកាក់យើងហើយគ្មានរាជការណាមកបង្រៀនយើងទេមកពីអីរាជការមិនខ្វល់ទេរាជការមិនខ្វល់ទេរាជការគាត់គិតរឿងលុយចូលហៅប៉ៅគាត់ណាបងប្អូនហ្នឹងអញ្ចឹងណាហ្នឹងគឺរឿងហ្នឹងណាបងប្អូនសុងបាននិយាយមិនកើតតើយុវជនជួយប្រទេសយ៉ាងណាមានតែរៀនចប់អត់ទៅរត់ទៅនៅស្រុកក្រៅហើយមើលទៅសុងរឿងចាញ់ទៅនៅស្រុកក្រៅកុំនិយាយប្រាប់គេតែខំគិតខំធ្វើកុំនិយាយប្រាប់គេនរណាហាមាត់និយាយប្រាប់គេអ្នកហ្នឹងគឺមិនដែលបានចាញ់រួចទេមិនដែលបានចាញ់រួចទេមានក្មួយប្រុសម្នាក់ធ្លាប់ឡើង live show ជាមួយខ្ញុំម្ដងតែងតែថតរូបដាក់សាកលវិទ្យាល័យ Harvard នៅពីក្រោយខ្នងហើយតែងតែបដិញ្ញាថានឹងមករៀននៅ Harvard ឲ្យបានហើយរហូតដល់ធ្វើកូន studio មួយនៅក្នុងផ្ទះខ្លួនយកតម្រាប់តាម show របស់អាមេរិកអីជាដើមកាលពីដើមឆ្នាំនេះមិនមែនដើមឆ្នាំនេះកាលពីឆ្នាំ23ក្មួយហ្នឹងបានទិដ្ឋាការមកលេងអាមេរិកក្មួយហ្នឹងខ្ញុំភ្លេចដែរក្មួយហ្នឹងគាត់ខ្ញុំភ្លេចឈ្មោះគាត់ដែរគាត់បានទិដ្ឋាការមកលេងអាមេរិកមុនគាត់មកដល់ហ្នឹងគាត់